តែយើងគួរខ្វល់អំពីសម្ដីអ្នកដទៃដែលសម្ដីរបស់គេហ្នឹងបាននិយាយមកកាន់យើងមិនថាពីមុខក្តីមិនថាពីក្រោយខ្នងក្តីសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមក share គំនិតរបស់ខ្ញុំខ្លះៗទាក់ទងជាមួយទៅនឹងប្រធានបទដែលថាតើយើងគួរខ្វល់មួយសម្ដីដែលគេនិយាយមកកាន់យើងមិនថាពីមុខក្តីមិនថាពីក្រោយក្តីអត់អញ្ចឹងជាការពិតណាស់មិនថាយ៉ាងម៉េចទេយើងនៅហួរនៅប្រចាំហើយប្រកាសណាស់មិនប្រកាសថាមានអ្នកស្រឡាញ់យើងទាំងអស់ឬមួយក៏មានអ្នកស្អប់យើងទាំងអស់ទេគឺវាដែរទេគឺពីរហ្នឹងគឺវា balance គ្នាហើយមួយវិញទៀតក៏យើងអត់អាចទៅហាមមាត់គេមិនឲ្យគេនិយាយបានដែរពិសេសគឺអណ្ដាតរបស់គេមកអណ្ដាតរបស់គេមានសិទ្ធិនៅក្នុងការកលាស់គេចង់កលាស់គេចង់និយាយមិនគឺសេចក្ដីចិត្តរបស់គេយើងអត់ដែរទៅហាមគាត់អណ្ដាតរបស់គេនៅក្នុងការកលាស់អំពីយើងដែលគេនិយាយមិនថាគេនិយាយល្អគេនិយាយអាក្រក់ពីយើងគឺយើងអត់អាចទៅហាមគេបានទេប៉ុន្តែសម្ដីទាំងអស់ហ្នឹងក៏ដូចគ្នាផងដែរគឺពេលខ្លះវាបានចាក់យើងរហូតដល់សឹងថាយើងអាចបន្តដំណើរទៅមុខទៀតបានអញ្ចឹងក្នុងនាមខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំធ្លាប់ឆ្លងកាត់ជាមួយនឹងសម្ដីទាំងអស់ហ្នឹងតើសម្ដីទាំងអស់ហ្នឹងវាពិតជាមានឥទ្ធិពលមែនឬក៏អត់មកកាន់យើងជាការប៉ុណ្ណាគឺសម្ដីទាំងអស់ហ្នឹងគឺវាអត់អាចមានឥទ្ធិពលមកលើយើងជាដាច់ខាត 100% ព្រោះអីបើសិនជាអ្នកនរគ្នាយកអាពាក្យពេចន៍ដែលគេនិយាយមកកាន់អ្នកនរគ្នាហ្នឹងអ្នកនរគ្នាយកអាពាក្យហ្នឹងមកដាក់នៅក្នុងចិត្តអញ្ចឹងបានន័យថាយើងសល់បំណងយើងមិនបំពេញបំណងគេទេណាអីគេធ្វើអញ្ចឹងគឺគេចង់ឲ្យយើងខឹងគេហើយគេចង់ឲ្យយើងក្តៅក្រហាយយើងហួសអត់ស្រួលអញ្ចឹងប៉ុន្តែនៅពេលដែលយើងខឹងគឺយើងនឹងប្រកាសដូចអីដែលគេចាំបានហើយមួយវិញទៀតគេនិយាយទៅដូចមានពាក្យខ្មែរយើងមួយដែលគេនិយាយថាឆ្កែនៅតែព្រំមនុស្សនៅតែដើរអញ្ចឹងមានន័យថាអ្នកនិយាយគឺគាត់នៅតែនិយាយហើយអ្នកធ្វើគឺគាត់នៅតែធ្វើគឺអ្នកថាមិនដែលធ្វើហើយអ្នកធ្វើគឺគាត់អត់ដែលថាអ្នកថាបានថាគឺមួយថ្ងៃមួយថ្ងៃគឺគាត់អង្គុយបានមកធំវាថាគាត់តេះដៀលគាត់និយាយពីយើងគឺគាត់បានធំនិយាយអញ្ចឹងប៉ុន្តែចុងក្រោយជាដុំកំពូលគឺគាត់អត់មានទទួលបានអីសោះហ្មងដែលពីអីដែលគាត់បាននិយាយមកកាន់យើងហ្នឹងអញ្ចឹងខ្ញុំលើកឲ្យអ្នកនរគ្នាស្ដាប់មួយឧទាហរណ៍ថាយើងបានចាប់ផ្ដើមថត content នៅក្នុងឆ្នាំ2026ហ្នឹងហើយមានអ្នកជុំវិញខ្លួនយើងហ្នឹងថាម្នាក់ពីរនាក់ចុះថាគាត់បានថាយើងថតធ្វើអីជួយណាអីណីប៉ុន្តែគាត់អត់ដឹងទេថាតើការដែលយើងថត content ហ្នឹងគឺយើងមានគោលដៅអីហើយមួយវិញទៀតថាតើការដែលយើងថតហ្នឹងយើងទទួលបានអីពីនឹងមកវិញខ្លះអញ្ចឹងគាត់អត់ដឹងទេគឺគាត់នៅតែនិយាយអញ្ចឹងប៉ុន្តែអ្នកដែលទទួលបានគឺយើងឯងខ្ញុំសូមលើកឧទាហរណ៍ឲ្យស្ដាប់មួយឧទាហរណ៍ថាបើសិនជាយើងនិយាយយើងជាមនុស្សមួយដែលយើងអៀននៅពេលដែលយើងនិយាយនៅមុខកាមេរ៉ាឬក៏មួយក៏យើងអៀននៅពេលដែលយើងនិយាយឡើងនិយាយជាសាធារណៈឬក៏យើងឡើងធ្វើ presentation នៅក្នុងថ្នាក់អញ្ចឹងយើងគួរណាតែហ៊ាននិយាយឲ្យបានច្រើនរៀននិយាយជាមួយមនុស្សបានច្រើនឬមួយក៏យើងនិយាយមួយកាមេរ៉ាយើងព្យាយាមមួយនិយាយជាមួយនឹងកាមេរ៉ានិយាយហើយនិយាយទៀតរហូតដល់ថ្នាក់វាថាយើងស៊ាំមួយកាមេរ៉ាហ្នឹងគឺអាចនិយាយបានដោយរូដោយល្អិលទៅបើសិនជាយើងអត់រៀនណាអត់រៀននិយាយពីម្ដងតិចគឺច្បាស់ណាស់យើងអត់ថាទៅមុខimprove ការនិយាយរបស់យើងនឹងបានទេគឺយើង keep នៅតែប៉ុណ្ណឹងដូចអ្នកនរគ្នាចាំទេអ្នកនរគ្នាការដែលយើងរៀនជិះកង់ដំបូងយើងរៀនជិះកង់ដំបូងយើងចេះជិះកង់ដោយសារអីគឺជាមកឲ្យខ្លីស្រួលងាយយល់ហ្មងគឺយើងចេះជិះកង់ដោយសារយើង practice វាដដែលយើងអនុវត្តវាម្ដងហើយម្ដងទៀតមិនថាទោះបីយើងជិះទៅដួលក៏យើងអត់ខ្វល់មួយការដែលយើងជិះទៅដួលហ្នឹងដែរគឺអីដែលយើងសំខាន់បំផុតគឺយើងចេះតែព្យាយាមជិះអាហ្នឹងហើយគឺជាការ practice រាល់ថ្ងៃហើយសួរថានៅពេលយើងជិះកង់ដួលតិចដួលហ្នឹងសួរថាអ្នកខ្លះច្បាស់ណាស់គឺគេសើចចំហយើងប៉ុន្តែអីដែលអ្នកដែលគេសើចហ្នឹងគឺគេអត់បានធ្វើអីទេពួកអីគេកាន់គឺគេបានគ្រាន់តែមកអង្គុយសើចមកអង្គុយនិយាយពីយើងតែគេអត់មានសកម្មភាពអីទេតែពេលយើងធ្វើសកម្មភាពយើងហ៊ានជិះកង់ទោះបីដួលក្តីអីក្តីគឺយើង keep ទៅមុខរហូតពីមួយ step ទៅមួយ step អញ្ចឹងអាហ្នឹងហើយជាអីដែលខ្ញុំចង់ share ទៅអ្នកនរគ្នាថាគំនិតរបស់គេគឺវាអត់មានផលវិជ្ជមានអីមកលើយើងទេអត់មានផលវិជ្ជមានអីមកលើយើងឬមួយក៏យ៉ាងម៉េចគឺគំនិតអស់ហ្នឹងគឺសុទ្ធតែជាគំនិតអវិជ្ជមានដែលវិជ្ជៈnegative ការគិតអវិជ្ជមានជា dark energy អីមកផ្សេងៗមកកាន់យើងគឺវាធ្វើឲ្យយើងអត់ល្អទេបើសិនជាយើងនៅតែគិតខ្វល់ពីអស់ហ្នឹងជាបទពិសោធន៍របស់ខ្ញុំធ្លាប់ការពីក្មេងខ្ញុំធ្លាប់ខ្វល់ពីសម្ដីដែលគេនិយាយមកកាន់ខ្ញុំនៅពេលដែលគេនិយាយមកកាន់ខ្ញុំព្យាយាមវាថាយើងព្យាយាមធ្វើខ្លួនជា people pleaser
ដែលយើងព្យាយាមបំពេញក្តីសុខទៅឲ្យមនុស្សនៅជុំវិញខ្លួនរបស់យើងដោយយើងភ្លេចបំពេញក្តីសុខឲ្យខ្លួនឯងតែយើងព្យាយាមធ្វើឲ្យអ្នកគ្រប់គ្នានៅជុំវិញខ្លួនយើងសប្បាយអាហ្នឹងការខ្ញុំនៅរៀនណាហើយប៉ុន្តែចុងក្រោយគឺ I got nothing គឺអត់មានទទួលបានអីសូម្បីតែមួយចុងកញ្ចក់ឬក៏100មក200អីគឺគ្មានបានអីស្អីក៏គ្មានបានតែមិនថាសូម្បីតែពាក្យអាសាអីគឺគ្មានបានអីទាំងអស់គឺចុងក្រោយគឺគេគ្រប់គ្នាគឺគេបានចាស់ជាងយើងគេ live យើងអស់លីងហើយមានតែយើងទេនៅជាមួយនឹងយើងខ្លួនឯងអញ្ចឹងយើងកុំដាច់ខាត់ហ្មងគឺយើងកុំបោះបង់ខ្លួនឯងចោលមិនថាទោះបីស្ថិតនៅក្នុងកលៈស័កណាមិនថាយើងដួលឬក៏យើងបាត់ទឹកចិត្តប៉ុណ្ណាគឺយើងកុំបោះបង់ខ្លួនឯងចោលហើយវាត្រូវចាំថាដួលកន្លែងណាងើបកន្លែងហ្នឹងយើងមិនចាំបាច់ទៅត្រូវការអ្នកនេះត្រូវការអ្នកនោះទេពួកអីយើងកើតមកតែអញ្ចឹងយើងក៏អាចទៅមុខតែម្នាក់ឯងបានដែរអាហ្នឹងជាអីដែលខ្ញុំចង់ share ទៅកាន់អ្នកនរគ្នានៅក្នុង clip មួយនេះហើយវីដេអូclip មួយនេះអាចនឹងចូលចិត្ត10នាទីដែរហើយខ្ញុំសង្ឃឹមថា clip មួយហ្នឹងនឹងជួយឲ្យអ្នកនរគ្នាបំបត្តិនៅ negative mindset negative thoughts negative perspective មកកាន់ខ្លួនឯងហើយព្យាយាម build a positive mindset គឺសំខាន់ខ្ញុំហ៊ាននិយាយចឹងមកបើសិនជាយើងមាន positive mindset ទៅលើថ្ងៃមួយគឺយើងក៏ទៅធ្វើវាទៅបានដូចមានពាក្យមួយដែលគេតែងនិយាយតគ្នាប៉ុន្តែខ្ញុំអត់ចាំថាពាក្យហ្នឹងគេនិយាយមកពីណាមកពីនេះគេថាជំនឿអាចរំកិលភ្នំបានដល់ពេលដែលយើងជឿលើថ្ងៃមួយច្បាស់ណាស់វាប្រកាសជាអាចកើតមានឡើងខ្ញុំឧទាហរណ៍ដូចថាយើងជឿថាយើងអាចធ្វើបានគឺ100%ហ្មងគឺយើងនឹងអាចធ្វើរឿងទាំងអស់ហ្នឹងបានហើយចឹងនៅក្នុងคลิปមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនរគ្នាបាយបាយ